សប្តាហ៍ទី22គម្រោងមេរៀនសង្ខេបអ្នកបង្កើតមនុស្សថ្មីតែមួយក្នុងឋានៈជាស្នាដៃឯករបស់ព្រះអំណានបទគម្ពីរលោកុបាតជំពូក1ខ26និងអេផេសូជំពូក2ខ14ដល់16ជំពូក4ខ22ដល់24ថ្ងៃទី1នៃរម៉ាំង1បំណងរបស់ព្រះក្នុងការបង្កើតមនុស្សគឺចង់បានមនុស្សនៃក្រុមជនដើម្បីសម្ដែងចេញទ្រង់និងតំណាងឲ្យទ្រង់លោកុបាតជំពូក1ខ26និងអេផេសូជំពូក2ខ15អក្សរកព្រះបានបង្កើតមនុស្សតាមរូបភាពរបស់ទ្រង់ដើម្បីសម្ដែងព្រះអង្គហើយទ្រង់បានប្រទានឲ្យមនុស្សមានអំណាចគ្រប់គ្រងប្រយោជន៍ឲ្យមនុស្សក្លាយជាតំណាងឲ្យព្រះជាម្ចាស់ដើម្បីចាត់ការសត្រូវរបស់ទ្រង់លោកុបាតជំពូក1ខ26អក្សរខក្នុងនាមក្រុមជំនុំជាមនុស្សថ្មីនៅក្នុងការបង្កើតថ្មីមានរូបភាពរបស់ព្រះដើម្បីសម្ដែងព្រះហើយតយុទ្ធទាស់នឹងសត្រូវរបស់ព្រះសម្រាប់នគររបស់ព្រះអក្សរកអ្វីដែលបានបាក់បែកនិងកញ្ចត់កញ្ចាយទៅនៅក្នុងមនុស្សចាស់នោះត្រូវបានស្ដារឡើងវិញនៅក្នុងមនុស្សថ្មីលោកុបាតជំពូក11ខ5ដល់ខ9កិច្ចការជំពូក2ខ5ខ12កឡោសជំពូក3ខ10ដល់ខ11សប្តាហ៍ទី22ថ្ងៃទី1ការបម្រុងចិញ្ចឹមនៅពេលព្រឹកលោកុបាតជំពូក1ខ26ព្រះជាម្ចាស់មានព្រះបន្ទូលថាចូលយើងបង្កើតមនុស្សតាមរូបរាងយើងតាមសន្តានយើងហើយឲ្យគេជាអ្នកគ្រប់គ្រងលើផែនដីទាំងមូលនិងលើសត្វនិងនៅលើសត្វគ្រុនច្រើនដែលគ្រុននៅលើផែនដីអេផេសូជំពូក2ខ15ព្រមទាំងបំបត្តិសេចក្តីសំអប់គ្នានៅក្នុងរូបសាច់ទ្រង់គឺបំបត្តិក្រឹតវិន័យដែលមានបញ្ញត្តិនិងសេចក្តីហាម5ទាំងប៉ុន្មានចេញដើម្បីឲ្យបានយកទាំងពីរមកបង្កើតជាមនុស្សថ្មីតែមួយក្នុងព្រះអង្គទ្រង់ដោយតាំងជាស្ពានមេត្រីឲ្យអាមែនជីវិតមនុស្សគឺជាជីវិតដ៏ខ្ពស់បំផុតដែលបានបង្កើតឡើងដោយព្រះអាដាមដែលជាមនុស្សដំបូងគឺនិមិត្តរូបពីព្រះគ្រីស្ទគឺជាចំណុចកណ្ដាលនៃការបង្កើតរបស់ព្រះអង្គគឺជាសេរសាលើជីវិតទាំងអស់ដែលត្រូវបានបង្កើតនិងលើមនុស្សទាំងមូលព្រះអង្គគឺជាការសម្ដែងចេញរបស់ព្រះតាមរយៈរូបភាពនិងភាពដូចរបស់ព្រះហើយជាអ្នកតំណាងរបស់ព្រះដើម្បីគ្រប់គ្រងសម្រាប់ស្របតាមអ្វីដែលព្រះបានបង្កើតគោលបំណងដែលព្រះបានប្រទានអំណាចឲ្យមនុស្សគ្រប់គ្រងនោះគឺឲ្យមនុស្សមួយដើម្បីបង្ក្រាបសត្រូវរបស់ព្រះគឺសាតាំងដែលជាអ្នកទាស់ប្រឆាំងនឹងព្រះ2ស្ដារឡើងវិញនៅផែនដីដែលសាតាំងបានដណ្ដើមយកទៅហើយសិទ្ធិអំណាចរបស់ព្រះដើម្បីគ្រប់គ្រងលើផែនដីឲ្យរាជរបស់ព្រះមកដល់ផែនដីឲ្យបំណងព្រះハរតីរបស់ព្រះបានសម្រេចនៅផែនដីហើយឲ្យសិរីល្អរបស់ព្រះបានសម្ដែងចេញលើផែនដីម៉ាថាយជំពូក6ខ10ដល់ខ13ព្រះបានបង្កើតមនុស្សតាមរូបភាពរបស់ទ្រង់ដើម្បីសម្ដែងព្រះអង្គហើយទ្រង់បានប្រទានឲ្យមនុស្សមានអំណាចគ្រប់គ្រងប្រយោជន៍ឲ្យមនុស្សក្លាយជាតំណាងឲ្យព្រះជាម្ចាស់គោលបំណងនេះមិនត្រូវបានសម្រេចនៅក្នុងអាដាមដែលជាមនុស្សដំបូង1កូរិនថូសជំពូក15ខ45ដែលជាមនុស្សចាស់រ៉ូមជំពូក6ខ6ប៉ុន្តែគោលបំណងនេះបានបំពេញសម្រេចនៅក្នុងព្រះគ្រីស្ទដែលជាមនុស្សទី
ដែលជាមនុស្សថ្មីដែលរាប់បញ្ចូលព្រះគ្រីស្ទជាសេរសានិងក្រុមជំនុំជារូបកាយរបស់ទ្រង់បំណងព្រះតៃនេះត្រូវបានបំពេញសម្រេចយ៉ាងពេញលេញនៅក្នុងពួកអ្នកជឿដែលមានជ័យជំនះដែលរស់ដោយជីវិតរបស់ព្រះគ្រីស្ទដើម្បីសម្ដែងក្រុមជនរបស់ព្រះអង្គភីលីបជំពូក1ខ19ដល់ខ26ហើយនឹងទទួលបានអំណាចលើជាតិសាសន៍និងរួមធ្វើជាស្ដេចជាមួយនឹងព្រះគ្រីស្ទនៅក្នុងនគរ1000ឆ្នាំទីបំផុតគោលបំណងនេះនឹងសម្រេចដល់កម្រិតមួយខ្ពស់បំផុតនៅក្នុងទីក្រុងយេរូសាឡឹមថ្មីដែលនឹងសម្ដែងចេញរូបភាពនិងដោយមានសិរីល្អរបស់ព្រះនិងបំពាក់រូបរាងរបស់ព្រះហើយក៏អនុវត្តសិទ្ធិអំណាចរបស់ព្រះដើម្បីរក្សាអំណាចគ្រប់គ្រងរបស់ព្រះលើសកលលោកទាំងមូលរហូតដល់អស់កលជានិច្ចអំណានថ្ងៃនេះបន្ទាប់ពីការបង្កើតនិងការធ្លាក់ចុះរបស់មនុស្សព្រះអង្គដ៏អស្ចារ្យនេះជាព្រះអង្គដែលបានក្លាយជាសាច់ឈាមដែលបានដំណើរជីវិតជាមនុស្សលើផែនដីនេះហើយបានឆ្កាងរស់ឡើងវិញឡើងទៅឋានដ៏ខ្ពស់និងសោយរាជ្យព្រះអង្គនេះបានយាងមកផែនដីការយាងមករបស់ព្រះអង្គគឺជារឿងដ៏អស្ចារ្យក្នុងចំណោមរឿងអស្ចារ្យទាំងអស់ការយាងមកនៃព្រះអង្គដ៏អស្ចារ្យនេះបាននាំមកនៅក្រុមជំនុំមិនបានកើតចេញពីមនុស្សតែម្នាក់ទេប៉ុន្តែចេញពីមនុស្សជាច្រើននៅក្នុងកិច្ចការជំពូក2ខ9ដល់ខ11មានជនជាតិយ៉ាងតិច15ជនជាតិដែលនិយាយភាសាយ៉ាងតិច15ភាសាត្រូវបានតំណាងឲ្យទោះបីជាពួកគេទាំងអស់ជាពួកសាសយូដាក៏ដោយខ5នៅក្រោមព្រះជាស្ដាចាត់ចែងរបស់ព្រះក៏ពួកគេទាំងអស់មិនបាននិយាយភាសាតែមួយឡើយពួកគេជាសាសយូដាប៉ុន្តែពួកគេត្រូវបានបាក់បែកនិងខ្ជិតខ្ចាយទៅទោះជាយ៉ាងណានៅពេលដែលវេលាមកដល់ដើម្បីនាំក្រុមជំនុំមកពួកគេទាំងអស់ត្រូវបានរួបរวมជាមួយគ្នាហើយនៅក្នុងការរួបរวมជាមួយគ្នានោះក្រុមជំនុំបានកើតមានឡើងករណីនេះបង្ហាញថាអ្វីដែលបានបាក់បែកនិងខ្ជិតខ្ចាយទៅនៅក្នុងមនុស្សចាស់នោះត្រូវបានស្ដារឡើងវិញនៅក្នុងមនុស្សថ្មីនៅក្នុងមនុស្សចាស់មនុស្សត្រូវបានបាក់បែកនិងខ្ជិតខ្ចាយទៅប៉ុន្តែនៅក្នុងមនុស្សថ្មីមនុស្សត្រូវបានរួបរวมជាមួយគ្នានិងធ្វើឲ្យទៅជាតែមួយបើគ្មានគម្ពីរសម្បត្តិរបស់ប៉ុលទេយើងមិនអាចមើលឃើញពន្លឺអំពីមនុស្សថ្មីតែមួយនោះឡើយអេផេសូសជំពូក2ខ13បាននិយាយថាតែឥឡូវនេះដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវនោះអ្នករាល់គ្នាដែលពីដើមនៅឆ្ងាយហើយដែលពីដើមនៅឆ្ងាយបានមកជិតវិញដោយសារព្រះលោហិតទ្រង់ការបានមកជិតគឺការបានមកជិតមិនត្រឹមតែចំពោះព្រះប៉ុណ្ណោះទេប៉ុន្តែបានមកជិតពួកអ្នកជឿផងដែរខ14បាននិយាយថាត្បិតទ្រង់ជាស្ពានមេត្រីនៃយើងរាល់គ្នាទ្រង់បានធ្វើឲ្យទាំងពីររួមគ្នាតែមួយហើយបានរុះជញ្ជាំងដែលខាន់កណ្ដាលចេញជញ្ជាំងដែលខាន់កណ្ដាលនោះគឺជាបនិបៈជាជញ្ជាំងដែលខាន់រវាងជាតិសាសន៍ផ្សេងគ្នាជញ្ជាំងដែលខាន់នេះត្រូវបានរុះចេញដោយព្រះគ្រីស្ទឆ្កាងនៅលើឈើឆ្កាងដោយហេតុនេះទើបព្រះគ្រីស្ទបានបង្កើតមនុស្សថ្មីតែមួយពីសាសពីរ
សាសយូដានិងសាសដទៃអេផេសូចំពុក4ខ22បានចែងថាខាងឯកិរិយាប្រព្រឹត្តកាលពីដើមនោះត្រូវឲ្យអ្នករាល់គ្នាបានដោះមនុស្សចាស់ដែលតែងតែខូចទៅតាមសេចក្តីប៉ងប្រាថ្នារបស់សេចក្តីឆបោកចោលចេញការដោះមនុស្សចាស់ចោលគឺជាការដោះចោលមនុស្សដែលបាក់បែកនិងខ្ជិតខ្ជាយទៅការប្រដាប់ខ្លួនដោយមនុស្សថ្មីខ24គឺប្រដាប់ដោយមនុស្សថ្មីដែលត្រូវបានរួបរวมយើងជាតែមួយដែលបានរួបរวมយើងជាមួយគ្នានិងមនុស្សថ្មីតែមួយដែលកើតមកក្នុងសេចក្តីសុចរិតហើយក្នុងសេចក្តីបរិសុទ្ធនៃសភាពពិតរបស់ព្រះខ24